យន្តតាមការស្ទង់មតិចុងក្រោយរបស់ស្ថាប័នកិច្ចការនោះបានបង្ហាញថាអ្នកជំនាញបានបោះបង់ក្តីសង្ឃឹមទៅលើទិសដៅរយៈពេលខ្លីរបស់មាសខណៈដែលវិនិយោគិនទូទៅនៅតែរក្សាទំនោរវិជ្ជមានទោះបីជាមាសធ្លាក់ចុះក៏ដោយជាលទ្ធផលនៅក្នុងការចូលរួមក្នុងការស្ទង់មតិនេះអ្នកជំនាញនៅក្នុងតំបន់ Wall Street មានចំនួន13នាក់នៅក្នុងនោះ2នាក់ស្មើនឹង15% ថាសប្តាហ៍នេះមាសមានការកើនឡើង10នាក់ស្មើនឹង77% ថាសប្តាហ៍នេះមាសចុះចំណែកឯម្នាក់ឬក៏8% ថាសប្តាហ៍នេះមាសរក្សាកម្រិតដោយសប្តាហ៍មុនដែលឡែកអ្នកវិនិយោគិនទូទៅដែលធ្វើការស្ទង់មតិតាមអនឡាញមានចំនួន29នាក់នៅក្នុងនោះ17នាក់ស្មើនឹង59% ថាសប្តាហ៍នេះមាសឡើង4នាក់ស្មើនឹង14% ថាមាសចុះចំណែកឯ8នាក់ស្មើនឹង28% ថាសប្តាហ៍នេះមាសនៅក្នុងកម្រិតដោយសប្តាហ៍មុន